Bà, sự sẽ đây làទាំងអស់គ្នានេះជាវីដេអូថ្មីមួយដែលខ្ញុំបង្ហាញអំពីបច្ចេកទេសមួយចំនួនក៏ដូចជាមេរៀនមួយចំនួនដែលយើងប្រើនៅក្នុងកម្មវិធី Adobe After Effects បាទអញ្ចឹងខ្ញុំបាទឈ្មោះឌឹមវណ្ណៈហើយ page Facebook របស់ខ្ញុំគឺយើងចូលទៅ link www.facebook.com/jojo.vanna ឬក៏ចូលទៅមើល channel YouTube របស់ខ្ញុំ www.youtube.com/c/vanadym បាទអញ្ចឹងនឹងមានមេរៀនក៏ដូចជាវីដេអូដែលពាក់ព័ន្ធជាមួយនឹងបច្ចេកទេសមួយចំនួននៅក្នុង YouTube channel YouTube របស់ខ្ញុំយើងអាចចូលទៅតាមដានរកវីដេអូផ្សេងៗបាននៅក្នុងនោះហើយក៏អាច comment សួរជាសំណួរឬក៏ឆាតមក Facebook ខ្ញុំសួរពាក់ព័ន្ធជាមួយបញ្ហា computer មួយចំនួនខ្ញុំអាចជួយបានខ្ញុំនឹងជួយដោះស្រាយឲ្យបាទអញ្ចឹងសូមបញ្ជាក់ថាខ្ញុំមិនមែនជាគ្រូអាជីពជំនាញផ្នែកខាង Adobe After Effects ទេតែក៏ខ្ញុំធ្លាប់ស្វែងយល់សិក្សារៀនខុសមួយចំនួនទាក់ទងជាមួយនឹង Adobe After Effects បាទអញ្ចឹងនេះជាវីដេអូដែលខ្ញុំធ្លាប់រៀនហើយក៏អនុវត្តកន្លងមកគឺមានចំនួន92វីដេអូដែលខ្ញុំរៀនជាមួយនឹង Adobe After Effects ហើយកាលណាយើងបង់រៀនខុសនឹងមួយគឺយើងទទួលបាននៅ file ចំនួន15 folder អញ្ចឹងនៅក្នុងហ្នឹងវាមាន file ជាច្រើនទៀតនៅក្នុងមួយ folder ហ្នឹងដែលតាក់ទងជាមួយនឹងមេរៀនរបស់ After Effects ហ្នឹងហើយនឹងគេផ្ដល់ឲ្យ asset មក folder ដែរដែលយើងអាចយកវីដេអូគេឬក៏ហ្នឹងហើយជាវីដេអូដែលយើងយកមកអាចប្រើប្រាស់នៅក្នុង project របស់យើងបានបើសិនជាយើងពិបាកក្នុងការអនុវត្តដូចជាយើងដើរថតវីដេអូយកមកកាត់តខ្លួនឯងអញ្ចឹងគឺគេផ្ដល់ឲ្យនៅ asset មកកញ្ចប់ហើយនឹង file ហ្នឹងគឺជា file លំហាត់ទេចំនួន15កញ្ចប់ហ្នឹងបាទហើយការបង់រៀនខុសរបស់ After Effects ហ្នឹងគឺវាមានតម្លៃថ្លៃដូចអ្នកទាំងអស់គ្នាបានដឹងហើយនៅស្រុកខ្មែរយើងក៏មានបរិញ្ញាដែរដែលមកខុសអាចនឹងតម្លៃរាប់រយអញ្ចឹងខ្ញុំគ្រាន់តែចង់ចែកម្លែកចំណេះដឹងដែលខ្ញុំធ្លាប់បានរៀនខ្លះទៅដល់អ្នកទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងតាមដានអាចនឹងចាប់ទាន់ហើយនឹងយកវាទៅប្រើប្រាស់អនុវត្តជាផលប្រយោជន៍ណាមួយដែលយើងចង់បានបាទអញ្ចឹងទៅមុខទៀតគឺយើងនិយាយអំពី6ចំណុចដែលជាចំណុចសំខាន់របស់After Effects ដែលខ្ញុំចង់យកមកបង្ហាញហើយក៏ដូចជាមេរៀនដែលខ្ញុំធ្លាប់រៀនគឺគេមាន6ចំណុចហ្នឹងទី1គឺគេនិយាយអំពី composition ទី2 layer ទី3 animation ទី4 effect ទី5 3D ទី6 rendering បាទ6ចំណុចនេះគឺជាផ្នែកសំខាន់របស់ After Effects ដែលវាអាចធ្វើការបានជាច្រើនក្នុងវិស័យភាពយន្តក្នុងការផលិត MV ក្នុងការផលិតចម្រៀង clip រឿងខ្លីអីជាដើមបាទអញ្ចឹងcomposition ហ្នឹងគឺជាបើយើងនិយាយជាភាសាខ្មែរទៅគឺវាប្រៀបដូចជាការខ្ចប់នៅ layer ជាច្រើនឬក៏មួយចូលទៅក្នុងនោះដែលយើងអាចប្រើប្រាស់វាជា layer ថ្មីមួយអញ្ចឹងវាគ្រាន់តែវាខ្ចប់នៅ layer ក៏ដូចជា object បាទមួយឬក៏ច្រើនចូលទៅក្នុងនោះហើយយើងអាចយកវាប្រើប្រាស់បានដូចជា layer ថ្មីដល់ពេល layer វិញគឺជាស្រទាប់អាចជាវីដេអូអាចជាសំឡេងបាទដែលវាមានលក្ខណៈថាគិតជាជាន់ន័យថា layer មួយកាលណាវា layer វានៅខ្ពស់ជាងគេគឺវាមានអត្ថភាពមើលឃើញវាមុនគេឬក៏វាអាចនឹងមានសិទ្ធិបាំងគ្របទៅលើគេដល់ពេល layer ក្រោមវាយើងមើលទៅអាចនឹងមើលអត់ឃើញឬក៏មើលឃើញ
sẽ tại dương ca cầm nọt bao dương thế layer nó cứ chia ca cầm nọt stop hay stop bao rụp hiệp rồi có video để dương chọn thôi nè animation tẹt tôi chuẩn bị nâng ca thôi ở object miền cả một hiệp bàในក្នុង After Effects ហ្នឹងក៏គេអាចធ្វើយើងអាចយកវាប្រើបានសម្រាប់ការធ្វើជាចលនារបស់តុក្កតាឬក៏អក្សររត់អក្សរហោះឬក៏ធ្វើឲ្យ object ណាមួយមានចលនានិយាយរួមទៅបាទ effect គឺយើងសំដៅទៅលើការប្រើប្រាស់ខ្មែរយើងគឺគេនិយាយថាដូចយើងប្រើសិលប្រើអីចឹងយើងតាក់ទងជាមួយនឹង effect ហើយចំណែក 3D គឺជាការបង្កើតរូបភាពដែលយើងនិយាយទៅរាល់ថ្ងៃយើងអាចនិយាយបានថាវាតាក់ទងជាមួយនឹងរបស់ដែលគេគូឡើងជាលក្ខណៈដូចជារបស់ពិតខាងក្រៅយើងមានន័យថាយើងអាចមើលបានគ្រប់ទិសយើងអាចមើល 3D គឺយើងមើលពីទិសខាងណាក៏បានដែរហើយវាប្រៀបដូចជារបស់ពិតនៅខាងក្រៅចឹងអញ្ចឹងខ្ញុំពិបាកនឹងបញ្យល់ឲ្យយើងស្គាល់អំពី 3D បន្តិចតែគាត់ថាយើងពេលដែលយើងយូរទៅយើងរៀនច្រើនទៅយើងនឹងស្គាល់ចំណុចនៃ 3D ហ្នឹងវាគឺជា object មួយដែលយើងអាចមើលបានគ្រប់ទិសដូចជារបស់ខាងក្រៅចឹងន័យថាទូទស្សន៍ចឹងយើងអាចទៅមើលពីមុខក៏បានមើលពីក្រោយក៏បានមើលឆ្វេងក៏បានពីស្ដាំក៏បានគឺវាមានរូបរាងវាខុសៗគ្នាទៅតាមការមើលនៅតាមទិសនីមួយៗរបស់យើងបាទសម្រាប់ rendering ការបង្កើតវីដេអូឬក៏ការធ្វើអក្សរអីហ្នឹងមានថា project របស់យើងទាំងមូលហ្នឹងឲ្យវាคล้ายទៅជាវីដេអូបាទអញ្ចឹង6ចំណុចនេះគឺសំខាន់ខ្លាំងសម្រាប់ Adobe After Effects ដែលយើងនឹងរៀនទៅមុខទៀតបាទអញ្ចឹងសម្រាប់មេរៀនក្រោយវីដេអូក្រោយខ្ញុំនឹងលើកយកមេរៀនជាក់ស្ដែងទាក់ទងជាមួយនឹងការប្រើប្រាស់កម្មវិធី Adobe After Effects អញ្ចឹងសូមអ្នកទាំងអស់គ្នាតាមដាននៅវីដេអូក្រោយៗហើយ Subscribe នៅ YouTube Channel របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូក្រោយៗដែលខ្ញុំនឹងធ្វើទាក់ទងជាមួយនឹង Adobe After Effects បាទសូមអរគុណ